សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរពួកយើងនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីសាកថ្មរថយន្តអគ្គិសនីជាមួយនឹងស្ថានីយ៍សាកថ្មខ្មែរ EV ជំហានដំបូងនោះយើងត្រូវដកដោយសាកចេញពីទូដោយយកវាទៅភ្ជាប់ជាមួយនឹងរថយន្តរបស់លោកអ្នកបន្ទាប់មកយើងត្រូវប្រើប្រាស់ទូរស័ព្ទដៃចូលទៅកាន់ app ខ្មែរ EV រួចធ្វើការ scan នៅ QR code ដែលបានដាក់នៅលើទូជាប់ដៃសាកបន្ទាប់មកចុចលើពាក្យ Start Charging បន្ទាប់ពីចុចពាក្យ Start Charging ឬចាប់ផ្ដើមការសាកថ្មយើងគ្រាន់តែរងចាំការ Verify នោះការសាកថ្មនឹងដំណើរការបានជោគជ័យដើម្បីបញ្ឈប់ការសាកសូមចុចលើពាក្យ Stop Charging ហើយរងចាំបន្តិចរហូតដល់ការសាកត្រូវបានបញ្ឈប់ជាចុងក្រោយយើងគ្រាន់តែដកដោយសាកចេញពីរថយន្តហើយបញ្ចូលទៅក្នុងទូសាកវិញរួចជាការស្រេចខ្មែរ EV យើងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រសូមជូនពរបងប្អូនទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង